អាញាធរចិនបានចាប់ផ្ដើមប្រតិបត្តិការជំលៀសមនុស្សប្រមាណជិត2លាននាក់នៅខេត្តភៀកខាងកើតចំនួន2គឺខេត្តហ្វូជៀននិងខេត្តជើជាងខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយឈ្មោះបាវីកំពុងតែរំកិលខ្លួនជិតមកដល់នៅព្រឹកថ្ងៃទី11កក្កដានេះផ្អែកតាមអាញាធរអូតូនិយមចិនព្យុះបាវីនឹងមកដល់ដែនដីចិននៅព្រឹកព្រលឹមថ្ងៃអាទិត្យទី12កក្កដាជាមួយនឹងកម្លាំងខ្យល់បោកបក់និងព្យុះទឹកភ្លៀងដ៏ច្រើនសន្ធឹកមិនធ្លាប់មាននៅខេត្តជើជាងមនុស្សយ៉ាងហោចចំនួន1លាន7សែននាក់ដែលត្រូវបានអាជ្ញាធរជូនដំណឹងឲ្យធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាពក្រុងវែនជូនៅជាប់មាត់សមុទ្រដែលមានប្រជាជនរស់នៅប្រមាណ10លាននាក់សមត្ថកិច្ចបានចាប់ផ្ដើមចុះផ្សព្វផ្សាយឲ្យមនុស្សមានការប្រុងប្រយ័ត្ននិងត្រៀមដាក់រនាំងការពារទ្វារបង្អួចផ្ទះនិងហាងទំនិញសូមជម្រាបថាព្យុះទីហ្វុងបាវីធ្វើដំណើរចេញពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងហើយបានរំកិលខ្លួនឡើងទៅលើចន្លោះតៃវ៉ាន់និងប្រជុំកោះភាគខាងត្បូងរបស់ជប៉ុននៅតៃវ៉ាន់អាជ្ញាធរបានជំលៀសមនុស្សប្រមាណ14000នាក់ភាគច្រើននៅតំបន់ភ្នំដោយខ្លាចក្រែងមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងហូរបោកបក់ខ្លាំងនិងករណីបាក់រមៀលដីភ្នំជាដើមជាមួយនឹងល្បឿនខ្យល់កន្ត្រាក់ខ្លាំងដល់ទៅជិត180គីឡូម៉ែត្រក្នុង1ម៉ោងអាជ្ញាធរតៃវ៉ាន់បានប្រកាសបិទជើងយន្តហោះជាច្រើនរយជើងនិងប្រកាសថ្ងៃឈប់សម្រាកមួយថ្ងៃទូទាំងកោះបណ្ដាញចរន្តអគ្គិសនីត្រូវកាត់ផ្ដាច់សម្រាប់មនុស្សប្រមាណ170,000នាក់នៅតៃវ៉ាន់នៅកោះអូគីណាវ៉ារបស់ជប៉ុនវិញព្យុះបាវីបានបោកផ្ដាច់ចរន្តអគ្គិសនីរបស់មនុស្សប្រមាណ18000នាក់ដែរនៅតៃវ៉ាន់យ៉ាងហោចណាស់មានមនុស្សចំនួន87នាក់បានរងរបួសស្រាលក្នុងអំឡុងពេលខ្យល់បក់និងភ្លៀងខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដោយឡែកនៅហ្វីលីពីនវិញមនុស្សយ៉ាងហោច18នាក់បានស្លាប់ដោយសារតែព្យុះទឹកភ្លៀងដ៏កំណាចក្នុងរដូវមូសុងបូកបន្ថែមនឹងចំហាយបណ្ដាលមកពីព្យុះទីហ្វុងបាវីគួរបញ្ជាក់ថាយោងតាមអ្នកជំនាញអូតូនិយមបញ្ហាបំរែបំរួលអាកាសធាតុបានធ្វើឲ្យទឹកសមុទ្រឡើងកម្ដៅកាន់តែខ្លាំងហើយបានបង្កជាបាតុភូត El Niño បាតុភូតនេះបង្កើតឲ្យមានខ្យល់ព្យុះត្រូពិចកាន់តែកាចសាហាវនិងកាន់តែញឹកញាប់នៅចិនកាលពីដើមសប្តាហ៍នេះខ្យល់ព្យុះទីហ្វុងម៉ៃសាក់បានផ្ដាច់ជីវិតមនុស្សយ៉ាងតិច39នាក់និងរបួសយ៉ាងច្រើនរយនាក់នៅខេត្តក្វាងស៊ីស្ថិតនៅភាគអាគ្នេយ៍ប្រទេសក្រមសង្គ្រោះនិងសមត្ថកិច្ចចិនកំពុងតែបន្តស្វែងរកមនុស្សបាត់ខ្លួននិងរើកកាយសម្អាតគំនរបែកបាក់រប៉ាត់រប៉ាយបង្កឡើងដោយខ្យល់ព្យុះនិងទឹកជំនន់